សួស្តីបងប្អូនទាំងអស់គ្នាហើយក៏ស្វាគមន៍បងប្អូនទាំងអស់គ្នាសាជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនដែលប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃអញ្ចឹងកុំឲ្យរងចាំយូរយើងចូលមកដល់មេរៀនរបស់យើងសាជាថ្មីប្រភេទសាច់យោលៃមាន់ខ្មៅរមូលអ៊ូជីជឿនមាន់ខ្មៅរមូលសាច់គោ牛肉អញ្ចឹងប្រភេទសាច់គោយើងប្រើទូទៅកន្លែងហ្នឹងខ្ញុំបញ្ជាក់បន្តិចហើយសាច់ជ្រូកក៏អញ្ចឹងដែរជូរ៉ូសាច់ជ្រូកអ៊ូហွာរ៉ូសាច់ជ្រូក3ជាន់យើងនិយាយថាអ៊ូហွာរ៉ូជីជွာជើងមាន់ជីជွာសាច់ចៀមយ៉ាងរ៉ូសាច់គោជាប់ខ្លាញ់ហ្វៃនាវសាច់គោស្មាលើឬក៏យើងអាចនិយាយបានថាសាច់សុទ្ធហ្នឹងយើងប្រើពាក្យថានាវសាំងណោត្រីដូរីតួលីអ៊ីអណ្ដាតគោនាវសឺសាច់គោពិសេសជីនភីននាវរ៉ូសាច់មាន់ជីរ៉ូសាច់ក្រកសៀងឆាងអានេះសាច់ក្រកហ្នឹងធ្វើពីសាច់ជ្រូកធ្វើពីសាច់គោក៏បានដែរយើងប្រើពាក្យសៀងឆាងតបមកយើងចូលមកដល់មួយទៀតអានេះប្រភេទសាច់ក្រកដែរប៉ុន្តែគេអត់ប្រើនេះណាគេអត់ប្រើពាក្យថាសៀងឆាងទេអាហ្នឹងគេប្រើពាក្យថារើកោសាច់ត្រីអ៊ីរ៉ូសាច់ត្រីហ្នឹងយើងអាចប្រើបានទូទៅថាអ៊ីអីក៏ដោយយើងប្រើបានទាំងអស់ប៉ុន្តែបើសិនជាយើងចង់បញ្ជាក់ត្រីប្រភេទផ្សេងអាហ្នឹងវាមានឈ្មោះវាហៅផ្សេងទៀតដូចមិញអញ្ចឹងតួលីអ៊ីយើងប្រើពាក្យថាត្រីដូរីហ្នឹងគឺយើងហៅតួលីអ៊ីហើយបើត្រីអីទៀតទៅយើងប្រើពាក្យផ្សេងគុំផ្សេងចូលគ្នាទៀតណាហើយបន្ទាប់មកគឺយ៉ាស្យាឈាមទាយ៉ាស្យានាវប៉ាយៀពោះគោ100ស្រទាប់អញ្ចឹងយើងប្រើពាក្យថានាវប៉ាយៀហើយបើសិនជាពោះគោ100ស្រទាប់ដែរតែវាពណ៌ខ្មៅយើងអាចប្រើពាក្យហៃនាវប៉ាយៀឬក៏យើងប្រើពាក្យនាវប៉ាយៀហៃហើយបន្តមកទៀតគឺជើងទាយើងនិយាយថាយ៉ាជွာពោះគោមិញយើងនិយាយថាពោះគោនាវប៉ាយៀចឹងឥឡូវនេះយើងនិយាយថាពោះគោបន្ទះគឺយើងប្រើពាក្យថាម៉ៅទូចឹងសម្រាប់មេរៀនយើងថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរហើយក៏អរគុណអ្នកទាំងអស់គ្នាដែលតាមដានវីដេអូនេះជួបគ្នាវីដេអូបន្ទាប់កុំភ្លេចចុច Subscribe Follow and Share ដើម្បីចែករំលែកចំណេះដឹងទាំងអស់នេះជូនដល់បងប្អូនជាទីស្រឡាញ់របស់យើងផងដែរមិត្តភ័ក្តិជាទីស្រឡាញ់របស់យើងផងដែរអរគុណច្រើន